បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកទៀតហើយរបៀបនៃការធ្វើ QR code សម្រាប់ផ្ទាល់ខ្លួនរបស់យើងដូចយើងធ្វើ QR code ផ្ទាល់លើលេខទូរស័ព្ទឬអាស័យដ្ឋានលើយានយន្តឬក៏លើស្លាកលេខ QR code លើឡាននេះអីចឹងណាបងប្អូនឲ្យតែបងប្អូនមានព័ត៌មានអីខ្ញុំមកដាក់ឥឡូវខ្ញុំឧទាហរណ៍មួយយើងធ្វើ QR code ពីអាស័យដ្ឋានរបស់យើងនៅទីតាំងណាអីទីតាំងណាយើងគ្រាន់តែដាក់ទូ QR code ហ្នឹងទៅគឺយើងអាចឲ្យគេ scan ទៅឃើញតែម្ដងអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនចូលទៅក្នុង Telegram បាទបន្ទាប់ពីចូលក្នុង Telegram ហើយខ្ញុំចង់តិចឲ្យបងប្អូនខ្ញុំចូលកន្លែង save នេះដោយសារអត់ទេណាអានេះដោយសារ save របស់ខ្ញុំទេខ្ញុំចូលឲ្យ save បន្ទាប់មកគឺខ្ញុំមកសេហើយខ្ញុំអត់សេចាំគាត់លញ៉ៃដល់បងប្អូនខ្ញុំ copy បណ្ដោយខ្ញុំ copy ទាំងអស់ហ្នឹងបន្ទាប់មកខ្ញុំថយបន្ទាប់មកបងប្អូនចុច search នេះតែបងប្អូនបាច់នេះបងប្អូនសេយកទៅបងប្អូនចុចលេខ search បងប្អូនសេថា QR code boot នេះឥឡូវខ្ញុំសេឲ្យមើល QR នេះគឺវាលោតតម្រងបែបនេះអញ្ចឹងបងប្អូនចុចលើវាមកបន្ទាប់ពីចុចហើយគឺវាលោតនេះ what can this boot do អញ្ចឹងហើយបងប្អូនចុច start មកវានឹងប្រាប់យើងថាឲ្យ send ឲ្យយើងនឹង send សរសេរអត្ថបទអីដែលចង់ធ្វើជាតិចរបស់រូបភាពអញ្ចឹងខ្ញុំ copy ហើយខ្ញុំអត់សេទៀតទេអញ្ចឹងខ្ញុំចុចទៅនឹងមកបន្ទាប់ខ្ញុំផាសនៅហ្នឹងនេះអាព័ត៌មានដែលខ្ញុំ copy មកមុនខ្ញុំសេអញ្ចឹងខ្ញុំដាក់នេះអាស័យដ្ឋានភូមិអង្គអាស័យដ្ឋានភូមិអង្គឃុំប្រសេនុស្រុកព្រៃនុខេត្តប្រសេនុអាហ្នឹងសម្រាប់ខ្ញុំនេះខ្ញុំឧទាហរណ៍ទេតែសម្រាប់បងប្អូនសរសេរមកនៅទីតាំងនៅណាឬក៏បងប្អូនមាន account Facebook ឬក៏ស្លាកលេខឡានបងប្អូនសរសេរស្លាកលេខឡានបងប្អូនមកពី AV9686 ហើយបងប្អូនយកមកផាសហើយយកមកចុចលើនេះមកគឺវាបង្កើតបានជា QR code អញ្ចឹងខ្ញុំកែវាបន្តិចខ្ញុំដាក់អាស័យដ្ឋានចោះឲ្យស្រួលចាំខ្មែរណាអាស័យដល់បុកថោអាស័យដ្ឋានខ្ញុំអញ្ចឹងមកបាទហ្នឹងហើយឥឡូវបងប្អូនផ្ទៀងផ្ទាត់មកខ្ញុំកន្លែងនេះខ្ញុំដាក់អាស័យដ្ឋានខ្ញុំដាក់ភូមិវាលិចរៀម continue ព្រៃនុក district អីចឹងមកប្រសេនុ province អញ្ចឹងបងប្អូនចង់ដាក់ទៅស្រេចតែបងប្អូនទេបងប្អូនចង់ដាក់លេខទូរស័ព្ទបងប្អូនក៏បាន account Facebook បងប្អូនក៏បានដាក់ស្លាកលេខឡានស្លាកលេខម៉ូតូនិយាយអ្វីជាកម្មសិទ្ធិរបស់យើងសម្រាប់វា scan ចេញអញ្ចឹងចូលមកយើងចុច send មកមើលបាទបន្ទាប់ពី send ហើយបងប្អូនឃើញវា boot ឲ្យយើងបាន QR code មួយអញ្ចឹងយើងចុចលើវាមកហើយបន្តមកទៀតបងប្អូន save ក៏បាននេះបងប្អូន save រូបភាពក៏បានបងប្អូន screenshot ក៏បានឥឡូវខ្ញុំ save ចុះឥឡូវយើង save រូបភាពនឹងហើយឥឡូវយើងចូលទៅកម្មវិធី scan ណាបងប្អូន scan នៅលើ Google ក៏បានតែកម្មវិធី scan ណាក៏ឲ្យតែ scan ចេញឥឡូវខ្ញុំសាក scan នៅលើទូរស័ព្ទរបស់ខ្ញុំតើអាច scan បានទេអត់ទេខ្ញុំអត់ scan តាមទេខ្ញុំ scan នៅលើ Google ទៅដើម្បីងាយស្រួលជាងបងប្អូនចូលមកកម្មវិធី Google មកនេះបន្ទាប់ពីបងប្អូនចុច search មកខ្ញុំអត់នេះបងប្អូន search ថា scan QR code ចុចលើវាមកបាទអានេះគេឲ្យយើងដំឡើងយើងអត់ទេនេះបងប្អូនមើលនេះ scan QR code on លើកាមេរ៉ា Google ចុចលើវាមកអូនចាំតិចសេវាចាំមើលកន្លែងនេះអានេះឲ្យអត់បានទេអូអានេះចូលខបងប្អូនឥឡូវខ្ញុំថយក្រោយវិញ
ឥឡូវយកនេះមិនដូចខ្ញុំច្រឡំបងប្អូនណាវាឲ្យយើង select ចូលយើងយក scan ជួអកូដ online យកនេះមកបាទបន្ទាប់ពីអាហ្នឹងហើយបងប្អូនចុច scan now អានេះ spot ពាណិជ្ជកម្មទេបងប្អូន scan now ដល់ពេលបាន scan ហើយវាចុចឲ្យយើង upload អារូបដែលយើងបាន save មិញអញ្ចឹងបងប្អូនមករករូបមកមិញខ្ញុំទុកនៅក្នុងរូបវាចូលក្នុង gallery របស់យើងណាឥឡូវខ្ញុំបិទសិនកុំឲ្យថាអត់ជឿបងប្អូនចូលរូបមកនេះអារូបដែលយើងបាន save បំបញ្ញមិញអញ្ចឹងណាឥឡូវយើងចូលមកនេះយើងវិញយើងមករករូបរបស់យើងនៅក្នុង gallery ពីកន្លែង photo and video នេះរូបមិញនេះបងប្អូនណាខ្ញុំអានេះខ្ញុំធ្វើឲ្យខ្ញុំអនុវត្តឲ្យមើលម្ដងកុំឲ្យចេះថាធ្វើបានប៉ុន្តែអត់សារឲ្យមើលអញ្ចឹងចុចលើវាមកហើយចុចចំលើវា2ដងមកចាំតិចនេះទៅពេលហើយយើង scan ចូលហើយនេះព័ត៌មានវាចេញមកនេះ scan data អញ្ចឹងអាស័យដ្ឋានរបស់ខ្ញុំសេមិញណាភូមិអង្គវាលិចរៀម continue play នុក district ប្រសេះនុក village ភូមិហ្នឹងហើយបងប្អូនចង់ដាក់ព័ត៌មានអីក៏បានឲ្យបងប្អូនត្រូវការដាក់អញ្ចឹងយើង copy solution ហ្នឹងក៏បានយើងទៅផាសគេអញ្ចឹងអ្នកដែលចង់ដូចគេយើងអ្នកលក់ online ឬយើងចង់រក្សាព័ត៌មានអីយើងអាចដាក់ក្នុង QR code បានអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាដែលតាមដានវីដេអូរបស់ខ្ញុំហើយទីចុងក្រោយសូមឲ្យបងប្អូនជួយចុច Subscribe ឲ្យម្នាក់មួយផងបាទអរគុណហើយបងប្អូន copy link នេះយកទៅណាក៏បានដែរនេះទម្រង់គេយើងអាច download ក៏បានអត់ក៏បានបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនអរគ្នា